ថ្ងៃនេះនាំគ្នាយើងមកស្គាល់ទឹកដីកោះរ៉ុងសឡឹមម្ដងហើយក៏ដូចជាចំណាយរយៈពេលមួយថ្ងៃជួបម៉ូតូជិះលុកលុយស្វែងរកទីកន្លែងស្អាតៗក្នុងទឹកដីកោះរ៉ុងសឡឹមដើម្បីថតចែកជូនយើងបានទស្សនាក៏ដូចជាបានស្គាល់ខ្លះពីតំបន់ពិសេសៗនៅក្នុងទឹកដីកោះរ៉ុងសឡឹមផ្ទាល់តែម្ដងអញ្ចឹងសម្រាប់គ្នាយើងដែលមានបំណងចង់ទៅលេងកោះរ៉ុងសឡឹមអាចមើលវីដេអូនេះលេងបានហើយសេវកន្លែងខ្ញុំបានទៅនេះទៅសូម្បីជាកន្លែងដែលពិសេសហើយនៅក្នុងទឹកដីកោះរ៉ុងសឡឹមផ្ទាល់តែម្ដងហើយវីដេអូនេះនឹងនាំគ្នាយើងទៅស្គាល់កាន់ច្បាស់ពីសម្រស់ទឹកដីកោះរ៉ុងសឡឹមដែលអត់សូវមានអ្នកស្គាល់បានច្រើនប្រហែលទេនៅទីនេះភាគច្រើនគេស្គាល់តែកោះរ៉ុងច្រើនកោះរ៉ុងសឡឹមមិនសូវជាមានអ្នកទៅលេងច្រើនប្រហែលទេហើយវីដេអូដែលខ្ញុំបង្ហាញនេះខ្ញុំសង្ឃឹមថាអ្នកនរគ្នានឹងបាន enjoy ជាមួយវីដេអូនេះហើយក៏ដូចជាខ្ញុំនឹងចែករំលែកនៅបទពិសោធន៍ខ្លះៗក៏ដូចជាទីតាំងមួយចំនួនដែលគ្នាយើងអាចទៅលេងបានអញ្ចឹងណាអញ្ចឹងដើម្បីធ្វើដំណើរមកដល់កោះរ៉ុងសឡឹមនេះបានគឺយើងអាចទៅទិញសមុទ្រ speed boat នៅកំពង់ផែកំពង់សោមយើងនឹងឯងដែលយើងត្រូវចំណាយពេលជិះ speed boat នឹងប្រហែលជាចន្លោះពី40ទៅ50នាទីអីគឺថាយើងបានមកដល់កោះរ៉ុងសឡឹមនេះហើយចំពោះឆ្នេរដែលខ្ញុំមកស្នាក់នៅនេះមានឈ្មោះថា Eden Beach ដែលកន្លែងដែលខ្ញុំស្នាក់នៅមានឈ្មោះថា One Beach ហើយភាគច្រើននៅទីនេះគឺពេលដែលយើងចុះពីលើទូកគេមានកោយន្តមកយកយើងដើម្បីដឹកទៅកន្លែងដែលយើងស្នាក់នៅអញ្ចឹងណាហើយឃើញថាប្លែកមែនតើដោយសារតែខ្ញុំម្ដងអត់ដែលឃើញកោយន្តលើកោះទេមកដល់នេះប្លែកភ្នែកមែនតើហើយនេះគឺជាបន្ទប់ដែលខ្ញុំស្នាក់នៅយប់ហ្នឹងហើយនៅលើហ្នឹងក៏មានម៉ាកមានអីដែលយើងអាចទិញអាវ៉ាអវ៉ាន់នៃបានដែរយើងអត់ភ័យព្រួយអីទេនិយាយទៅគេមានលក់របស់របរដូចតែយើងនៅលើគោកអីធម្មតាអញ្ចឹងដែរទេហើយអញ្ចឹងគ្នាយើងក៏អាចជួលម៉ូតូជិះពីកន្លែងដែលយើងស្នាក់នៅនឹងបានអាចជិះដើម្បី explore ជុំវិញកោះអីចឹងទៅហើយឃើញថានៅទីនេះវាអត់សូវមានសេវាទេអញ្ចឹងពេលខ្លះយើងអាចមើលតាមផ្លាកដែលគេទៅសេហ្នឹងទៅព្រោះផ្លូវក៏វាមិនមានច្រើនហ្មងដែរហើយកោះរ៉ុងសឡឹមនេះអត់ដូចកោះរ៉ុងទេគឺថាផ្លូវពិបាកជិះមែនតើដោយសារតែផ្លូវនេះជាប្រភេទផ្លូវដែលគេឈួរអញ្ចឹងណាអញ្ចឹងមានកន្លែងខ្លះគឺថាពិបាកខ្លាំងយកតែមែនតើហើយថ្ងៃនេះផ្ទាល់ហ្មងខ្ញុំមានគោលដៅច្រើនដែលត្រូវទៅមែនតើដែលគោលដៅទី1គឺថាខ្ញុំមករកអាប៉មដែលខ្ពស់ជាងគេនៅក្នុងទឹកដីកោះរ៉ុងសឡឹមនេះហើយដោយសារតែខ្ញុំប៉ងមកទីនេះយូរហើយថាឲ្យតែបានមកកោះរ៉ុងសឡឹមគឺដឹកមកនេះហើយគ្នាយើងអាចសុំឲ្យពូដែលគាត់នៅប្រចាំការហ្នឹងគាត់ជួយបើកទ្វារយើងដើម្បីឡើងទៅលេងនៅលើប៉មហ្នឹងបានហើយគាត់ថាផ្លូវឡើងទៅលើនេះគឺវាចោតគូសមអញ្ចឹងតម្រូវឲ្យអ្នកនរគ្នាប្រុងប្រយ័ត្នឲ្យបានខ្ពស់ពេលដែលឡើងមកលើនេះអីចឹងណាអញ្ចឹងបើអ្នកខ្លាចខ្ពស់អីខ្ញុំអត់ recommend ឲ្យឡើងមកលើនេះទេហើយគ្រាន់តែមកដល់លើនេះយើងអាចមើលឃើញទេសភាព view កោះរ៉ុងសឡឹមនឹងស្អាតមែនតើអញ្ចឹងគ្នាយើងដែលបានមកដល់កោះរ៉ុងសឡឹមកុំភ្លេចសេវកន្លែងដែលខ្ញុំទៅនេះទៅគឺថាអត់ខកបំណងទេ view ទេសភាពអីគឺថាស្រស់ស្អាតមែនតើនៅពេលដែលយើងឡើងមកដល់លើនេះគ្រាន់ថាផ្លូវជិះមកវាឆ្ងាយបន្តិចប៉ុន្តែអត់ធ្វើឲ្យអ្នកនរគ្នាខកបំណងទេពេលដល់លើនេះហើយអញ្ចឹងដោយសារតែថ្ងៃនេះខ្ញុំនឹងចំណាយថវិកាលច្រើនខ្ញុំត្រូវទៅច្រើនកន្លែងទៀតក៏ដូចជា explore បន្ថែមទៀតខ្ញុំក៏មានភេសជ្ជៈ Viking នេះដែលមានរសជាតិជូរអែមឆ្ងាញ់ជាភេសជ្ជៈពៅកម្លាំងដែលមានរសជាតិហ្គាសតិចគ្រាន់ដាក់មកមានអារម្មណ៍ថាស្រស់ស្រាយក៏ដូចជាជួយបង្កើនធម៌ពលខ្ញុំសម្រាប់ថ្ងៃនេះតែម្ដងហើយ Viking ផ្ទាល់ក៏មានរង្វាន់យ៉ាងច្រើនសន្ធឹកសន្ធាប់នៅក្នុងកវលកំពង់ផងដែរ plan ដែលខ្ញុំទៅបន្ទាប់ពីកន្លែងប៉មហ្នឹងខ្ញុំចង់ទៅមើល view point ថ្ងៃលិចក៏ដូចជាទៅកន្លែងដែលគេមានដាប់ចម្លាក់ថ្មនៅនិយាយទៅកន្លែងពីរហ្នឹងនៅមួយគ្នាទេនៅគេហៅ view point lazy beach គ្នាយើងអញ្ចឹងបន្ទាប់ពីខ្ញុំ enjoy view ហ្នឹងមកអស់ចិត្តហើយបើខ្ញុំទាញម៉ូតូជិះមកកន្លែងដែលខ្ញុំ plan មកបន្ទាប់ដែលខ្ញុំបាននិយាយមុនហ្នឹងមិញហើយចំពោះកន្លែងដែលខ្ញុំមកបន្ទាប់នេះគឺជាកន្លែងមួយដែលគេដាប់ថ្មចម្លាក់ទៅជារូបចម្លាក់នៅលើទឹកដីកោះរ៉ុងនេះហើយយើងចូលយើងចំណាយលុយទិញសបុតដូចជា 10000 រៀលគ្នាយើងហើយយើងអាចថតរូបលេងជាមួយនឹងចម្លាក់ដែលគេដាប់ចេញពីថ្មដែលមានដុះនៅលើកោះរ៉ុងនេះផ្ទាល់តែម្ដងនិយាយទៅថ្មនេះថ្មធម្មជាតិគ្រាន់គេដាប់បន្ថែមចេញជារូបចម្លាក់មកស្អាតមែនតើយើងអាចថតរូបលេងនៅទីនេះបានហើយអ្នកគ្នាអាច explore ទៅកន្លែងមុខបន្តិចទៅមាន view point ដែលយើងអាចមើលនៅ view ដ៏ស្រស់ស្អាតមែនតើជាកន្លែងមួយដែលខ្ញុំ recommend សម្រាប់អ្នកដែលមកលេងទឹកដីកោះរ៉ុងសឡឹមគួរតែ explore មកទីនេះឲ្យបាននិយាយទៅនៅទីនេះជាកន្លែង view point sunset ដ៏ស្រស់ស្អាតក៏ដូចជាកន្លែងមួយដែលយើងអាចមើលនៅ view ទេសភាពទាំងឆ្នេរក៏ដូចជាទេសភាពថ្ងៃលិចនិយាយទៅស្អាតមែនតើនៅកន្លែងថ្មលយដែលអ្នកនរគ្នាកំពុងតែឃើញនេះយើងអាចអង្គុយបែបនេះមកមើល view ឆ្នេរ lazy beach ដែលយើងឃើញនេះហើយកន្លែងនេះអ្នកនរគ្នាចង់ទៅអ្នកនរគ្នាគ្រាន់តែវាយ lazy beach view point ទៅហើយមានគេ snorkeling នឹងក្រុមហ្នឹងអីទៅតំណងមែនតើយើងអង្គុយលើនេះមើលឃើញនឹង view អីផ្សេងពីខាងលើទៅស្អាតមែនតើហើយជា view ផ្ទាល់ភ្នែកដែលយើងមើលឃើញតែម្ដងមិនបាច់ចាំហោះ drone ក៏បានដែរដោយសារនៅទីនេះគឺវាទួលខ្ពស់ហើយយើងក៏អាចអង្គុយ enjoy មើល sunset នៅទីនេះនិយាយទៅអ្នកដែលមកកោះរ៉ុងសឡឹមតែអត់បានមកកន្លែងនេះគឺដឹងតែស្ដាយក្រោយហើយនិយាយទៅ view ខ្ញុំ favorite របស់ខ្ញុំមកនៅទីនេះ
ហើយគ្នាយើងក៏អាចថាល្ងាចបន្តិចក៏អាចជិះម៉ូតូចុះមក Lazy Beach ដែលយើងមើលពីខាងលើឃើញមិញហ្នឹងមើលថ្ងៃលិចបានដែរដោយសារតែខ្ញុំជិះមកហ្នឹងថ្ងៃវាអត់ទាន់លិចអស់ទេអញ្ចឹងខ្ញុំក៏ឆ្លៀតចូលមក Lazy Beach នេះបន្តិចទៅដើម្បីថត sunset អីខ្លះហើយឃើញ view ស្អាតពេកក៏ដាក់មកប៉ុសពីរប៉ុសទៅហើយបន្ទាប់ពីហ្នឹងក៏បានមកកន្លែងគេវិញហើយព្រោះដោយសារតែខ្ញុំអត់នៅដល់យប់ទេដោយសារតែផ្លូវស្ងាត់ហើយខ្ញុំមកម្នាក់ឯងផងហើយនៅទីនេះយប់ឡើងគេមានលក់ជាប្រភេទម្ហូប barbecue បែបនេះដែលគ្នាយើងអាចថ្មងគេបានម្នាក់$8មានត្រីមានគ្រឿងសមុទ្រមានសាច់គោមានអីផ្សេងៗអញ្ចឹងណារសជាតិឆ្ងាញ់គួរសមដែរយើងអាចញ៉ាំ enjoy ជាមួយនឹង view សមុទ្រឈៀលនៅមាត់ឆ្នេរអញ្ចឹងទៅគ្នាយើងបាច់ភ័យខ្លាចអត់មានអីញ៉ាំទេមិនចេះខ្វះអីញ៉ាំទេព្រោះដោយសារតែនៅទីនេះសបោភ្ញៀវច្រើនខែនេះអញ្ចឹងសបោរបស់គេលក់ដូចគ្នាហើយយើងអាចអង្គុយឈៀលដាក់ camera មកកំប៉ុងអីមុនចូលគេអញ្ចឹងណាហើយអញ្ចឹងនៅនេះក៏គេមានសូជាការកវីភ្លើងកវីអីទៅតំណងមែនតើនិយាយគ្នាយើងចង់បែបស្ងប់ស្ងាត់ក៏បានបែបមកឈៀល enjoy បែបនេះក៏បាននិយាយទៅនៅទីនេះសម្រាប់អ្នកចូលចិត្ត explore ដើរលេងបែបadventure អីក៏មកបានដែរនិយាយដូចខ្ញុំអីជួលម៉ូតូលុកលុយជិះពេញកោះអញ្ចឹងទៅហើយឃើញតែវីដេអូខ្ញុំជិះម៉ូតូបន្តិចអញ្ចឹងណាប៉ុន្តែជិះឆ្ងាយគ្នាយើងដោយសារតែផ្លូវវាអត់ស្រួលទេផ្លូវនៅទីនេះពិបាកហើយអញ្ចឹងសម្រាប់អ្នកចង់មកលេងកោះរ៉ុងចង់ជួលម៉ូតូនេះអីជិះតោះយ៉ាងស្មាត់ដែរណាព្រោះដោយសារផ្លូវដូចមើលឃើញចិត្តស្ដែងអញ្ចឹងហើយពីច្រើននៅទីនេះកន្លែងខ្លះវាអត់មានអ៊ីនធឺណិតទេអញ្ចឹងអ្នកនរគ្នាអាចមើលតាមផ្លាកដែលគេដាក់ហ្នឹងក៏បានឬក៏download map សម្រាប់យើងទុកមើលក៏បានដែរហើយជាមួយសកម្មភាព explore ច្រើនបែបនេះអ្នកនរគ្នាអាចពិសា Viking បានហើយក្នុងនោះ Viking ក៏មានរង្វាន់យ៉ាងច្រើនសន្ធឹកសន្ធាប់ដែរដែលមានដូចជាប្រាក់$7,777ក៏ដូចជារថយន្តទំនើប Mitsubishi Panther ស៊េរីថ្មីម៉ូតូ Honda Click និងទូរស័ព្ទដៃ Samsung Galaxy A55 ជាច្រើនរង្វាន់ទៀតហើយបូករួមជាមួយនឹងលុយសុទ្ធយ៉ាងច្រើនរង្វាន់ផងដែរហើយចំពោះទីតាំងនិងព័ត៌មានលម្អិតមួយចំនួនខ្ញុំនឹងដាក់នៅក្នុង comment ឲ្យវីដេអូនេះមានតែប៉ុណ្្នឹងទេអរគុណច្រើនគ្នាយើង